នេះអាយដលផលអ្នកណាខ្លះដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បានហើយធ្លាប់ឃើញតែនឹងกระดาษ100ដែលជារូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងឈ្មោះគាត់អត់ហើយមានដឹងពីប្រវត្តិគាត់អត់កុំចេះតែស្រឡាញ់គេប៉ុន្តែអត់ដឹងពីប្រវត្តិគេតោះយើងទៅស្ដាប់ប្រវត្តិគាត់ទាំងអស់គ្នាគាត់មានឈ្មោះថា Franklin គាត់មិនមែនជាមនុស្សធម្មតាឡើយលោកគាត់គឺជាបិតានៃស្ថាបនិករបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសពថ្ងៃហ្នឹងគាត់គឺជាអ្នកដឹកនាំទាមទារឯករាជ្យព្រមទាំងជាអ្នករៀបរៀងឲ្យមានរដ្ឋធម្មនុញ្ញមុនដំបូងគេបង្អស់នៅសហរដ្ឋអាមេរិកផងដែរជាងនេះទៅទៀតណាលោកគឺជាអ្នកវិទ្យាសាស្ត្រអ្នកជំនួញនិងជាអ្នកនិពន្ធហើយលោកបានបន្សល់ទុកស្នាដៃនិងទស្សនៈជាច្រើនផងដែរ Franklin គឺជាបិតាស្ថាបនិកតែមួយគត់ដែលបានចុះហត្ថលេខាលើឯកសារសំខាន់ៗទាំង4ដែលបង្កើតសហរដ្ឋអាមេរិកទី1សេចក្តីប្រកាសឯករាជ្យឆ្នាំ1776ទី2សន្ធិសញ្ញាណសម្ព័ន្ធភាពជាមួយបារាំងឆ្នាំ1778ទី3សន្ធិសញ្ញាណប៉ារីសបង្កើតសន្តិភាពជាមួយចក្រភពអង់គ្លេសឆ្នាំ1783និងទី4រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកឆ្នាំ1787